មើលចុះឯងនឹងដានផឹងរបស់ឯងធ្វើរកពីធំម្លេះនិយាយស្អីហ្នឹងព្រះឲ្យមើលចុះលោកឡៃដានផឹងបានយកឈ្មោះក្រុមហ៊ុនឡៃស៊ឺទៅធ្វើគម្រោង13នៅខាងក្រៅទឹកប្រាក់រហូតដល់ 1000 លានខ្ញុំតែងតែគិតថាគេជាប្អូនប្រុសរបស់ដានយុនគេមានយុទ្ធធម៌និងភាពត្រឹមត្រូវខ្លះនឹកស្មានមិនដល់ថាគេចាត់ទុកក្រុមហ៊ុនឡៃស៊ឺជាសួនច្បារផ្ទះខ្លួនឯងថ្ងៃនេះកុំបន្ទោសខ្ញុំដែលមិនយកយកខ្ញុំមើលនរណាហ៊ានធ្វើបាបបងប្អូនរបស់ដានផឹងខ្ញុំមើលនរណាហ៊ានធ្វើបាបបងប្អូនរបស់ដានផឹងគឺគេមិនត្រឹមតែមើលងាយលោកទេថែមទាំងយកឈ្មោះក្រុមហ៊ុនឡៃស៊ឺទៅបោកប្រាស់ទៀតលោកដានតាចាស់នេះដឹងច្បាស់ថាវាងឡុងជាបងប្អូនល្អរបស់លោកតែនៅតែធ្វើឲ្យគេបាត់បង់មុខមាត់នៅចំពោះមុខមនុស្សច្រើនយ៉ាងនេះគួរឲ្យស្អប់ណាស់លោកដានមើលងាយវាងឡុងគឺមើលងាយលោកកុំលែងគេឲ្យសោះមែនហើយបងប្រុសម្នាក់នេះមើលងាយក្រុមហ៊ុនឡៃស៊ឺបងលោកដានហេតុអីលោកវីខ្ញុំលោកដានបងប្អូនឯងមានរឿងអីនិយាយគ្នាតាមសម្រួលពេលនេះមិនមែនជាពេលឆ្លោះគ្នាអញទេលោកដានលោកកំពុងធ្វើអីហ្នឹងពិតមាត់បងថ្លៃខ្ញុំមិនស្គាល់ពួកគេតតែសោះមិនដែលឃើញពីមុនមកទេមិនដឹងថាពួកគេមានបំណងអីទេដែលយកឈ្មោះខ្ញុំទៅប្រើកុំចាញ់បោកពួកគេស្អីគេហៅតាចាស់នេះថាបងថ្លៃពួកគេមានទំនាក់ទំនងអីនឹងគ្នាបងថ្លៃលោកដានជាបងថ្លៃរបស់លោកឡៃបងថ្លៃលោកគឺលោកឡៃមិនខុសទេខ្ញុំជាប្រធានក្រុមហ៊ុនឡៃស៊ឺឡៃយុនហៃសូមទោសលោកឡៃខ្ញុំមិនដឹងពីអត្តសញ្ញាណពិតរបស់លោកទេឲ្យខ្ញុំក្លាហាន10000 ដងក៏ខ្ញុំមិនហ៊ានប៉ះពាល់លោកដែរស្អីគេស្រីម្នាក់នេះហ៊ានប៉ះពាល់លោកឡៃពិតជារោគស្លាប់មែននឹងហើយលោកឡៃមានឋានៈអីមិនក៏អាចលេងពួកគេទៅលោកឡៃសុំទោសកុំបន្ទោសខ្ញុំបើមិនមែនដោយសារឯងញុះញង់ទេមិនក៏ពួកយើងហ៊ានប្រមាថមនុស្សធំដូចលោកឡៃទៅលោកឡៃពូសុំទោសយកដល់មុខម្ដាយខ្ញុំសូមអភ័យទោសឲ្យពួកយើងផងដោយសារនាងនិយាយដល់មុខម្ដាយនាងស៊ីវរ៉ានចាត់ការទៅបាត់ក្នុងនាមជាកូនប្រុសនិងកូនប្រសាររបស់ស៊ីវយុនពួកឯងពិតជាគ្មានកិច្ចខ្មាស់មែនលក់គាត់ឲ្យអាមនុស្សអាក្រក់វាងឡុងនេះធ្វើឲ្យគាត់រងរបួសដោយសារការតស៊ូពួកឯងសំតែស្លាប់ពួកយើងខុសហើយពូជួយខ្ញុំផងរឿងនេះទុកឲ្យឯងចាត់ការកុំឲ្យខ្ញុំខកចិត្តឯងស្លាប់មិនខានទេខ្ញុំក៏មិនដឹងដែរវាឲ្យខ្លាំងខ្ញុំក៏មិនដឹងដែរលើកលែងឲ្យខ្ញុំផងឈឺណាស់ដានផឹងរឿងនេះខ្ញុំបានស៊ើបអង្កេតទង្វើរបស់ឯងហើយឯងហ៊ានលួចក្បត់ខ្ញុំយកឈ្មោះក្រុមហ៊ុនឡៃស៊ឺទៅធ្វើគម្រោង13ទឹកប្រាក់រហូតដល់1000 លាន1000 លានបងថ្លៃខ្ញុំខុសហើយសុំទោសសូមអភ័យទោសឲ្យខ្ញុំម្ដងនេះទៅខ្ញុំប្រកាសថាចាប់ពីពេលនេះទៅដានផឹងត្រូវបានបណ្តេញចេញចាប់ពីពេលនេះទៅរាល់ទង្វើរបស់គេមិនមានពាក់ព័ន្ធនឹងក្រុមហ៊ុនឡៃស៊ឺទេជីវយានខ្ញុំបានទិញក្រុមហ៊ុនប៉ាល់ជីដែលនាងកំពុងធ្វើការតាមសំណើរបស់នាងហើយនាងអាចចូលកាន់តំណែងបានគ្រប់ពេលល្អណាស់ក្រុមហ៊ុនដើមមានបញ្ហាច្រើនណាស់មាននេះហើយខ្ញុំអាចគ្រប់គ្រងតាមគំនិតខ្លួនឯងបានហើយទោះបីជាក្រុមហ៊ុននេះមិនធំដុំតែរចនាសម្ព័ន្ធបុគ្គលិកខាងក្នុងស្មុគស្មាញណាស់នាងប្រកាសទេថានឹងចូលកាន់តំណែងដោយខ្លួនឯងមិនត្រូវការឲ្យខ្ញុំជួយមើលការខុសត្រូវទេមើលការខុសត្រូវអីអ្នកទាំងអស់គ្នាជាមិត្តរួមការងារស្គាល់គ្នាជិតស្និទ្ធណាស់ខ្ញុំអាចធ្វើបានអរគុណយុនហៃអញ្ចឹងខ្ញុំទៅសិនហើយលោកឡៃបើលោកពិតជាចង់ជួយពួកយើងអាចធ្វើមុខក្រាស់ដើរតាមនាងទៅជប់និយាយផ្ដេសផ្ដាស់ទៅប្រាប់ទៅក្រុមហ៊ុនប៉ាល់ជីផងប្រយ័ត្នមានអ្នកណាធ្វើបាបនាងបាទ